លោកអ្នកបងប្អូនទាំងអស់គ្នាពេលនេះបើយើងនិយាយអំពីមាសខ្ញុំជឿថាបងប្អូនជាច្រើនកំពុងតែគិតដូចគ្នាមាសឡើងថ្លៃបែបនេះតើយើងគួរទិញដែរឬទេឬក៏យើងត្រូវរងចាំវាធ្លាក់តម្លៃសិនបងប្អូនមួយចំនួនខ្លាចតម្លៃមាសឡើងខ្ពស់ពេលទិញទៅខានបងប្អូនមួយចំនួនទៀតគឺប្រញាប់រត់ទៅទិញគឺខ្លាចបាត់បង់ឱកាសព្រោះពួកគេមើលឃើញនិងព្យាករណ៍ថាមាសនឹងអាចហក់ឡើងបន្តបន្ទាប់ទៀតដោយយោងទៅតាមព័ត៌មានផ្សេងតាមរយៈអ្នកឯកទេសក្នុងការវិភាគនិងពិចារណាអំពីទីផ្សារនៃតម្លៃមាសវីដេអូថ្ងៃនេះខ្ញុំនឹងមិនមកព្យាករណ៍អំពីតម្លៃមាសទេខ្ញុំក៏នឹងមិនមកប្រាប់បងប្អូនអំពីថាតើមាសកើនឡើងតម្លៃនៅថ្ងៃណានិងធ្លាក់តម្លៃនៅថ្ងៃណានោះដែរតែខ្ញុំនឹងមកជួយលោកអ្នកបងប្អូនអំពីការពិចារណាឲ្យច្បាស់ការសម្រេចចិត្តដោយមិនមានការភ័យខ្លាចនិងមិនបណ្ដោយឲ្យមាសក្លាយទៅជាអន្ទាក់នៃហិរញ្ញវត្ថុរបស់លោកអ្នកសូមបងប្អូនមើលវីដេអូនេះចាត់ទុកថាបងប្អូនកំពុងតែជជែកគ្នាជាមួយខ្ញុំមានសំណួរមួយចង់សួរបងប្អូនថាហេតុអ្វីបានជាមាសឡើងថ្លៃបងប្អូនមាសឡើងថ្លៃមិនមែនដោយចៃដន្យនោះទេពេលណាដែលមនុស្សកំពុងតែមានការព្រួយបារម្ភអំពីសេដ្ឋកិច្ចដែលមិនច្បាស់លាស់ហើយព្រួយបារម្ភអំពីតម្លៃលុយកំពុងតែធ្លាក់ចុះនោះមនុស្សនឹងរត់ទៅរកអ្វីដែលគេជឿជាក់ថានឹងមានតម្លៃជាងលុយនោះគឺមាសមិនមែនជារបស់ដែលអស្ចារ្យជាងគេនោះទេប៉ុន្តែមនុស្សជឿជាក់លើវាអស់រយៈពេលរាប់រយពាន់ឆ្នាំមកហើយនៅពេលដែលការចំណាយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃមានការកើនឡើងតែប្រាក់ខែដើរយឺតមនុស្សមួយចំនួនធំកំពុងតែព្រួយបារម្ភអំពីអនាគតប៉ុន្តែមាសតែងតែឡើងតម្លៃជានិច្ចនេះគឺជាហេតុផលទៅតាមអារម្មណ៍វាមិនមែនជាហេតុផលទៅតាមបែបគណិតវិទ្យានោះទេបងប្អូនទាំងអស់គ្នាមិនមែនតែប្រទេសយើងទេដែលកំពុងតែមានអារម្មណ៍ថាលុយមិនសូវមានតម្លៃដូចមុនតម្លៃម្ហូបកើនឡើងការរកស៊ីក៏ពិបាកអនាគតមើលទៅមិនសូវពិតប្រាកដហើយពេលដែលយើងទទួលដំណឹងអំពីអន្តរជាតិប្រទេសផ្សេងយើងឮតែពាក្យដូចជាសង្គ្រាមបំណុលប្រទេសធំសេដ្ឋកិច្ចដើរយឺតអត្រាការប្រាក់ខ្ពស់ដូច្នេះបច្ចុប្បន្ននេះទូទាំងពិភពលោកកំពុងតែជួបនៅបញ្ហាលុយមានតម្លៃធ្លាក់ចុះនៅក្នុងស្ថានភាពទាំងនេះហើយដែលធ្វើឲ្យមាសតែងតែមានតម្លៃកើនឡើងនៅពេលនេះយើងនឹងនិយាយអំពីស្ថានភាពមួយចំនួនដែលកំពុងតែកើតឡើងពិតប្រាកដនៅលើពិភពលោកដែលយើងគឺជាមនុស្សធម្មតាគឺជាប្រជាជនធម្មតាគួរតែយល់ដឹងហើយគួរធ្វើម៉េចជាមួយនឹងមាសលោកអ្នកបងប្អូននៅពេលនេះពិភពលោកមិនស្ងប់ដូចមុននោះទេលុយកំពុងតែមានតម្លៃចុះខ្សោយពេលនេះអន្តរជាតិកំពុងតែជួបបញ្ហាសង្គ្រាមនៅតំបន់បស្ចិមបូព៌ាភាពតានតឹងរវាងប្រទេសធំនិងបញ្ហាផ្នែកពាណិជ្ជកម្មពេលមានសង្គ្រាមប្រទេសគឺត្រូវចំណាយលុយច្រើនហើយអត់មានស្ថិរភាពមនុស្សខ្លាចថាលុយនឹងបាត់តម្លៃទៅហេតុអ្វីព្រោះលុយអាចបោះពុម្ពបានតែមាសមិនអាចបោះពុម្ពបានទេនេះហើយជាមូលហេតុដំបូងដែលធ្វើឲ្យមាសឡើងថ្លៃបើយើងក្រឡេកមើលអំពីបំណុលរបស់ប្រទេសធំជាមួយនឹងសាច់ប្រាក់បងប្អូននឹងឃើញថាប្រទេសធំជាច្រើនកំពុងតែមានបំណុលខ្ពស់ខ្លាំងហើយប្រទេសមានបញ្ហាបំណុលគឺត្រូវតែមានវិធីពីរដែលត្រូវដោះស្រាយទី1គឺបង្កើនពន្ធទី2គឺបោះពុម្ពលុយបន្ថែមទៀតការបោះពុម្ពលុយស្មើនឹងតម្លៃលុយកំពុងតែមានស្ថានភាពធ្លាក់ចុះមនុស្សនៅលើពិភពលោកចាប់ផ្ដើមសួរខ្លួនឯងថាបើយើងកាន់លុយយូរទៅតើវានឹងមានតម្លៃដូចមុនដែរឬទេពេលយើងសួរសំណួរបែបនេះគឺតម្លៃមាសកំពុងតែកើនឡើងមួយវិញទៀតបើយើងមើលអត្រាការប្រាក់ខ្ពស់និងសេដ្ឋកិច្ចដើរយឺតនោះបងប្អូនពេលនេះគឺអត្រាការប្រាក់នៅលើពិភពលោកគឺនៅតែខ្ពស់អ្វីដែលកើតឡើងនៅពេលដែលអត្រាការប្រាក់ខ្ពស់គឺមនុស្សដែលខ្ចីលុយនោះមានផលលំបាកអាជីវកម្មដើរយឺតជាងមុនការងារក៏មិនសូវល្អនៅពេលដែលសេដ្ឋកិច្ចដើរយឺតមនុស្សចាប់ផ្ដើមរកទីទួលសុវត្ថិភាពគឺទិញមាសមិនផ្ដល់ការប្រាក់ប៉ុន្តែមាសគឺផ្ដល់នៅសុវត្ថិភាពផ្លូវចិត្តទៅដល់មនុស្សឥឡូវនេះយើងចូលមកដល់សំណួរសំខាន់បើតម្លៃមាសកំពុងតែឡើងអញ្ចឹងតើយើងគួរទិញមាសដែរឬទេដើម្បីងាយស្រួលឲ្យលោកអ្នកបងប្អូនងាយក្នុងការសម្រេចចិត្តថាតើគួរទិញមាសឬក៏ពន្យាពេលក្នុងការទិញខ្ញុំសូមបែងចែកជា3ប្រភេទទី1គឺសម្រាប់បងប្អូនដែលមានលុយសន្សំហើយមិនមានបំណុលធនាគារធ្ងន់ធ្ងរប្រភេទទី2គឺសម្រាប់បងប្អូនដែលមានបំណុលការប្រាក់ខ្ពស់ឬឯប្រភេទទី3គឺសម្រាប់បងប្អូនដែលគ្មានលុយសន្សំច្បាស់លាស់ឬក៏គ្មានលុយបំរុងទុកនៅក្នុងខ្លួនតើឥឡូវនេះបងប្អូនយើងមកជជែកអំពីប្រភេទទី1សម្រាប់បងប្អូនដែលកំពុងតែមានលុយសន្សំនិងមិនសូវជំពាក់គេឬក៏គ្មានបំណុលធនាគារឬក៏មានដែរប៉ុន្តែបងប្អូនមានលទ្ធភាពក្នុងការបង់សងធនាគារធម្មតាតែបងប្អូនមានលុយសន្សំឬក៏លុយសកួរបំរុងទុកដែលមិនត្រូវការប្រើក្នុងរយៈពេលខ្លីហើយបងប្អូនចង់ការពារតម្លៃលុយព្រោះពេលលុយធ្លាក់ចុះនោះបងប្អូននឹងមានការខាតបង់បងប្អូនអាចយកមកទិញមាស
តែទិញបន្តិចម្ដងបានហើយកុំទិញម្ដងទាំងអស់មានន័យថាកុំទិញមាសដោយប្រើលុយសន្សំរបស់យើង100%ប្រសិនបើលោកអ្នកបងប្អូនមានលុយសន្សំឬក៏លុយបំរុងចំនួនប៉ុណ្ណាបងប្អូនដកតែ50%ឬក៏30%ទៅតាមអ្វីដែលបងប្អូនគិតថាអាចទៅរួចប៉ុន្តែសូមកុំដកលុយសន្សំឬក៏លុយបំរុងទាំងនោះទៅទិញមាសទាំងអស់នោះអីព្រោះវាអាចមានហានិភ័យលោកអ្នកបងប្អូនដែលគិតថាខ្លួនឯងនៅក្នុងក្រុមមនុស្សប្រភេទទី1នេះមានន័យថាមានលុយសន្សំបំរុងទុកហើយគ្មានបំណុលធ្ងន់ធ្ងរនោះបងប្អូនទាំងអស់គឺជាមនុស្សដែលគិតវែងឆ្ងាយពួកគេនឹងមិនសួរសំណួរថាខ្ញុំនឹងចំណេញប៉ុន្មាននោះទេតែពួកគេសួរថាលុយខ្ញុំនឹងនៅតែមានតម្លៃទេ5ឆ្នាំ10ឆ្នាំទៅមុខទៀតសម្រាប់លោកអ្នកបងប្អូនដែលនៅក្នុងក្រុមនេះមាសមានតួនាទីដូចជាមាសអាចការពារគេមាសអាចទុកជាធនធានសម្រាប់បំរុងនិងអាចបង្វែរស្ថានភាពហានិភ័យរបស់ពួកគេនឹងចាប់ផ្ដើមទិញបន្តិចម្ដងទៅតាមខែនីមួយៗពួកគេនឹងមិនដាក់ទុនទាំងអស់ទៅលើមាសនោះទេហើយពួកគេនឹងមិនបារម្ភខ្វល់ខ្វាយនៅពេលដែលមាសធ្លាក់ចុះនោះឡើយប្រសិនបើលោកអ្នកបងប្អូនចង់ស្វែងយល់បន្ថែមអំពីរបៀបសន្សំមាសលម្អិតលោកអ្នកបងប្អូនអាចចុចទៅមើលវីដេអូផ្សេងមួយទៀតនៅចុងវីដេអូនេះដែលខ្ញុំនឹងដាក់ជូនហើយលោកអ្នកបងប្អូននឹងសិក្សាស្វែងយល់បន្ថែមទៀតឥឡូវនេះយើងចូលដល់មនុស្សប្រភេទទី2បងប្អូនដែលស្ថិតនៅក្នុងប្រភេទទី2មានន័យថាកំពុងតែមានបំណុលហើយអត្រាការប្រាក់ខ្ពស់បំណុលឯកជនបំណុលធនាគារឬក៏កម្ចីផ្សេងដែលបងប្អូនកំពុងតែបង់ការប្រាក់ខ្ពស់ខ្ញុំសូមនិយាយត្រង់ទៅប្រាប់បងប្អូនថាសងបំណុលគេជាមុនសិនកុំទាន់បារម្ភអំពីការតម្លៃមាសហក់ឡើងឬក៏ចង់វិនិយោគទៅលើមាសបំណុលអត្រាការប្រាក់ 18% មាសកើនឡើងដល់ 10% បងប្អូនគឺនៅតែខាតប្រសិនបើបងប្អូនខ្ចីបំណុលយកមកទិញមាសក៏បងប្អូននៅតែមានហានិភ័យខ្ពស់ដែរចឹងដូច្នេះបងប្អូនសងបំណុលគេជាមុនសិនព្រោះប្រសិនបើបងប្អូននៅជំពាក់បំណុលហើយបងប្អូនចង់យកលុយដែលជំពាក់បំណុលនោះទៅទិញមាសមានន័យថាបងប្អូននៅតែខាត 8% ដដែលព្រោះបងប្អូនចំណេញពីមាសយកលុយចំណេញពីមាសទៅបង់ការប្រាក់ដដែលមានបងប្អូនជាច្រើនដែលមានការភ័ន្តច្រឡំអំពីចំណុចនេះពួកគេគិតថាទិញមាសសិនប្រហែលជាអាចចំណេញយកលុយទៅសងបំណុលតាមក្រោយតែក្នុងជីវិតជាក់ស្ដែងបំណុលការប្រាក់ខ្ពស់គឺស្មើនឹងសម្ពាធមាសកើនឡើងឬក៏ធ្លាក់វាមិនប្រកបនោះទេយើងមិនអាចដឹងមុននោះឡើយហើយប្រសិនបើបងប្អូនយកលុយខ្ចីគេទៅទិញមាសបងប្អូននឹងនៅមិនសុខនោះឡើយបងប្អូនបារម្ភខ្លាចមាសធ្លាក់ចុះបងប្អូនមិនអាចទុកមាសបានរយៈពេលយូរនោះទេហើយប្រសិនបើបងប្អូនកាន់មាសទាំងលុយខ្ចីគេនោះបងប្អូនក៏នឹងមិនអាចទទួលផលចំណេញដែលជាក់ច្បាស់ឬក៏ផលចំណេញច្រើននោះដែរព្រោះបងប្អូនគិតថាប្រសិនបើចំណេញតិចតួចយើងលក់យកលុយសងគេប៉ុន្តែសម្រាប់បងប្អូនជាក្រុមមនុស្សប្រភេទទី1ពួកគេអាចទុករយៈពេលវែងបានទោះបីបើមាសឡើងមាសចុះពួកគេមិនបារម្ភប៉ុន្តែឱកាសដែលល្អនៅពេលដែលមាសឡើងខ្លាំងពួកគេអាចលក់ភាគរយណាមួយដើម្បីយកលុយចំណេញនោះមកប្រើប្រាស់ប្រចាំថ្ងៃបានសម្រាប់ប្រភេទមនុស្សទី3ដែលបងប្អូនអត់មានលុយសន្សំទាល់តែសោះឬក៏អត់មានលុយសន្សំច្បាស់លាស់អត់មានលុយដែលអាចសល់បានទុកប្រើប្រាស់នោះបងប្អូនកុំបង្ខំខ្លួនឯងកុំទិញមាសព្រោះខ្លាចខកឱកាសនោះឡើយការរកស៊ីគឺល្អបំផុតការគ្រប់គ្រងលុយឲ្យបានល្អគឺសំខាន់ជាងមាសដូច្នេះប្រសិនបើបងប្អូនអត់ទាន់មានលុយបំរុងទុកអត់មានសាច់ប្រាក់កាន់នឹងដៃហើយបងប្អូនគ្រាន់តែមានចំណូលមកចាយអស់មានចំណូលមកសងធនាគារឬក៏សងគេនោះបងប្អូនកុំទាន់បារម្ភឬក៏គិតថាស្ដាយអត់មានលុយទិញមាសនឹងគេតែអ្វីដែលបងប្អូនត្រូវផ្ដោតគឺផ្ដោតទៅលើការរកស៊ីផ្ដោតទៅលើការគ្រប់គ្រងលុយឲ្យបានល្អកុំខ្វល់ថាគេចំណេញមាសប៉ុន្មាននេះដែលព្រោះតែស្ថានភាពរបស់បងប្អូនចឹងដូច្នេះបងប្អូនត្រូវស្វែងយល់ឲ្យច្បាស់ថាបងប្អូនស្ថិតនៅក្នុងមនុស្សប្រភេទណានៅពេលដែលបងប្អូនដឹងថាបងប្អូនស្ថិតនៅក្នុងមនុស្សប្រភេទទី3សូមបងប្អូននៅក្នុងក្រុមនេះកុំអន់ចិត្តឡើយមាសមិនមែនសម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ពេលនោះទេបើប្រាក់ខែយើងមិនទាន់សល់យើងមានបញ្ហាចំណាយប្រចាំថ្ងៃយើងគេងមិនស្ងប់យើងគេងមិនលក់ដោយព្រោះតែលុយសូមបងប្អូនកុំទាន់គិតកុំទាន់បារម្ភខ្វល់ខ្វាយអំពីតម្លៃមាសឡើងថ្លៃឬក៏ធ្លាក់ចុះប៉ុន្តែបងប្អូនអាចសិក្សាបន្ថែមទៀតអំពីលុយអំពីការគ្រប់គ្រងចំណូលចំណាយអំពីការសងបំណុលនិងសិក្សាលម្អិតអំពីធ្វើម៉េចដើម្បីបង្កើនចំណូលបន្ថែមទៀតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកពេលដែលលោកអ្នកមានស្ថិរភាពលុយមិនខ្វល់ច្រើនដោយមនុស្សប្រភេទក្រុមទី1នោះលោកអ្នកបងប្អូនចាំយកមាសមកគិតដាក់ផែនការសន្សំមាសអញ្ចឹងដូច្នេះតើលោកអ្នកបងប្អូនដែលស្ថិតនៅក្នុងផ្នែកប្រភេទមនុស្សទី2និងទី3សូមបងប្អូនយល់ឲ្យច្បាស់
ទោះបីពេលនេះមាសឡើងថ្លៃក៏ដោយមានបងប្អូនមួយចំនួនដែលមានមាសនៅក្នុងដៃពួកគេកំពុងតែត្រៀមលក់ចេញ 30% 50% ពួកគេកំពុងតែអសប្បាយជាមួយនឹងផលចំណេញដែលពួកគេមានប៉ុន្តែបងប្អូនសូមកុំបារម្ភសូមកុំអាក់អន់សពុនចិត្តយើងត្រូវតែព្យាយាមបន្ថែមទៀតនៅពេលណាដែលយើងកសាងខ្លួនឯងក្លាយជាមនុស្សដែលស្ថិតនៅក្នុងប្រភេទទី1ហើយបងប្អូនចាំផ្ដោតអារម្មណ៍ទៅលើមាសចាំចាប់ផ្ដើមសន្សំមាសប៉ុន្តែប្រសិនបើបងប្អូនមានលទ្ធភាពពេលណាសូមដាក់គោលដៅកុំភ្លេចអសោះរឿងសន្សំមាសជាចុងក្រោយនៅក្នុងវីដេអូនេះសង្ឃឹមថាលោកអ្នកបងប្អូនដែលចង់ដឹងថាតើពេលមាសឡើងថ្លៃគួរទិញឬក៏ពន្យាពេលខ្ញុំជឿថាបងប្អូននឹងយល់ច្បាស់បន្ថែមទៀតអំពីប្រភេទមនុស្សទាំង3ក្រុមនេះបងប្អូនខ្ញុំជឿថានៅក្នុងវីដេអូនេះតម្លៃមាសយ៉ាងណាវាមិនមែនជាចម្លើយសម្រាប់បងប្អូនទេប៉ុន្តែអ្វីដែលជាចម្លើយសម្រាប់បងប្អូនគឺការយល់ដឹងរបស់បងប្អូនថាតើបងប្អូនស្ថិតនៅក្នុងប្រភេទមនុស្សទីប៉ុន្មានទី1ទី2ឬក៏ជាទី3បងប្អូនទាំងអស់គ្នាពិភពលោកអាចកំពុងតែរង្គើអំពីតម្លៃមាសប្រែប្រួលតែបើបងប្អូនយល់ច្បាស់អំពីស្ថានភាពពិភពលោកយល់ច្បាស់អំពីស្ថានភាពរបស់ខ្លួនឯងមាសនឹងមិនធ្វើឲ្យបងប្អូនមានការព្រួយបារម្ភឬក៏ផិតភ័យទេបងប្អូននឹងអាចជាអ្នកដែលជ្រើសរើសមិនមែនត្រូវបានបង្ខំដើម្បីទិញមាសទុកចំណេញនោះឡើយជាចុងក្រោយបំផុតខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាត្រូវយល់ថាមាសមិនជួយលោកអ្នកបងប្អូនទេប្រសិនបើលោកអ្នកបងប្អូនទិញដោយបង្ខំទិញដោយផិតភ័យទិញដោយបំណុលមាសនឹងមិនការពារបងប្អូនឡើយប្រសិនបើបងប្អូនអត់មានផែនការសន្សំអត់មានផែនការក្នុងការទិញសូមយល់អំពីស្ថានភាពពិភពលោកឲ្យច្បាស់ស្គាល់ស្ថានភាពខ្លួនឯងឲ្យលម្អិតហើយសម្រេចចិត្តដោយសន្តិភាពប្រសិនបើលោកអ្នកបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍និងផ្ដល់ចំណេះដឹងដល់លោកអ្នកបងប្អូនសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណសូមជម្រាបលា